បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនតើការរកលុយតាមរយៈ YouTube Channel តើចំនួនមើល 1000 ដងតើបានទៅប្រាក់ចំនួនប៉ុន្មានអញ្ចឹងបងប្អូនណាខ្លះដែលចាប់ផ្ដើមរកលុយជាមួយនឹង YouTube Channel អញ្ចឹងបងប្អូនអាចយល់ដឹងច្បាស់នៅក្នុងវីដេអូនេះបងប្អូនទស្សនាពីដើមដល់ចប់អញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនអរគ្នានឹងទទួលបានដឹងនៅចំនួនចំណូលដែលយើងអាចរកបានពីវីដេអូរបស់យើងអញ្ចឹងបងប្អូនណាខ្លះគឺគាត់ឆ្ងល់គាត់ចង់ដឹងពីការរកលុយតាមរយៈ YouTube Channel តាមរយៈការមើលវីដេអូដែលយើងអាប់ឡូតចូលជាពិសេសបងប្អូនដែលដៃថ្មីដែលចាប់ផ្ដើមរកលុយជាមួយនឹង YouTube Channel អញ្ចឹងពេលខ្លះគឺគាត់អត់ទាន់ដឹងច្បាស់ទេអញ្ចឹងគឺការរកលុយពី YouTube Channel នេះគឺទាមទារឲ្យបងប្អូនអរគ្នាគឺចាប់ផ្ដើមដោយការយកចិត្តទុកដាក់ដោយខ្លួនឯងអញ្ចឹងយើងកុំឃើញគេធ្វើយើងឃើញគេធ្វើយើងចង់ធ្វើនឹងគេដែរពេលខ្លះយើងធ្វើតែយើងអត់មាន content ច្បាស់លាស់យើងចេះធ្វើបន្លំទៅអញ្ចឹងធ្វើឲ្យយើងបរាជ័យកាលណាតែបរាជ័យគឺយើងធ្វើទៅអត់បានឃើញមុខមាត់ឃើញបានលុយកាក់អីចូលមកក្នុងកុងធនាគាររបស់យើងទេអញ្ចឹងគឺបងប្អូនបាក់ទឹកចិត្តបងប្អូនបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនធ្វើឲ្យច្បាស់លាស់សម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់ផ្ដើមរកលុយជាមួយនឹង YouTube Channel នេះកាលណាយើងធ្វើច្បាស់លាស់ទៅជាយាមអាប់ឡូតវីដេអូជារៀងរាល់ថ្ងៃឬក៏ជារៀងរាល់សប្តាហ៍ជារៀងរាល់ខែទៅគឺបងប្អូននឹងទទួលបានផលប្រយោជន៍ពី YouTube តែម្ដងអញ្ចឹងបើសិនជាយើងធ្វើការចែកម្លែកឲ្យបានច្បាស់លាស់ទេសូម្បីតែអ្នកទស្សនាក៏គាត់អត់ទស្សនានៅ channel របស់យើងដែរដោយសារតែយើងគឺចែកម្លែកទៅគឺអត់ច្បាស់លាស់អញ្ចឹងគណៈអត់ច្បាស់លាស់គឺគាត់ពិបាកនឹងយល់ដែរបងប្អូនបាទឥឡូវយើងមកមើល channel របស់ខ្ញុំទាំងអស់គ្នាអញ្ចឹង channel របស់ខ្ញុំថ្មីនេះគឺខ្ញុំទៅតែគ្រប់គោលការណ៍ដែរទេក្នុងចុងខែនេះអញ្ចឹងលុយដែលចូលនេះគឺ$6ជាងហើយបងប្អូនបាទអញ្ចឹងនេះអញ្ចឹងនេះគឺជាទឹកចិត្តរបស់ដែលសម្រាប់អ្នកដែលធ្វើវីដេអូដូចជារូបខ្ញុំអញ្ចឹងកាលណាតលុយចូលហើយគឺយើងមានសង្ឃឹមហើយបងប្អូនបាទនេះជា channel ថ្មីរបស់ខ្ញុំទេខ្ញុំទៅតែស្នើសុំខ្ទង់ប្រហែលជា2ខែមុនទេបងប្អូនបាទប្រហែលជាខ្ទង់2ខែមុនទេខ្ទង់ខែមុនបងប្អូនបាទខ្ទង់ប្រហែលជាខែ10ឥឡូវនេះខែ11អញ្ចឹងម្លងមកប្រហែលជាបានប្រហែលជាប្រហែលថ្ងៃទេបងប្អូនបាទហើយនេះប្រាក់ចំណូលដែលប៉ាន់ស្មានហ្នឹងគឺ$6ជាងហើយអញ្ចឹងសម្រាប់បងប្អូនដែលធ្វើ YouTube Channel អញ្ចឹងពេលខ្លះបើសិនជាយើងធ្វើទៅយើងអត់មាន content ច្បាស់លាស់យើងអត់មានវីដេអូចែកម្លែកច្បាស់លាស់ទេអញ្ចឹងគឺធ្វើឲ្យយើងគាំងមិនដឹងថាយើងធ្វើវីដេអូអីឲ្យយើងអាចអាប់ឡូតបានជារៀងរហូតអញ្ចឹងវីដេអូដែលយើងចង់ចែកម្លែកឲ្យបានច្បាស់លាស់គឺវីដេអូដែលចេញពីចិត្តយើងដែលយើងចង់ចែកម្លែកដល់បងប្អូនអរគ្នា content ដែលល្អតែម្ដងបងប្អូនបាទអញ្ចឹងបងប្អូនត្រូវគិតមើលទៅបងប្អូនចង់ចែកម្លែកពីអីហើយបើសិនជាយើងធ្វើអត់ច្បាស់លាស់ទេហើយយើងយកវីដេអូគេផុសអាប់ឡូតរហូតដើម្បីរកប្រាក់ពី YouTube ខ្ញុំជឿជាក់ថាបងប្អូនធ្វើមិនជោគជ័យទេដោយសារពេលខ្លះវីដេអូរបស់គេហ្នឹងគឺជាប់ copyright អញ្ចឹងកាលណាជាប់ copyright គឺធ្វើឲ្យបងប្អូនអរគ្នាអស់សង្ឃឹមហើយនឹងមានឱកាសបាត់បង់ channel ផងដែរអញ្ចឹងកាលណាបាត់បង់គឺយើងខំមកមិនថាប្រហែលខែទេគឺអត់ប្រយោជន៍តែម្ដងបងប្អូនបាទអញ្ចឹងខ្ញុំទាមទារបងប្អូនអរគ្នាគឺធ្វើវីដេអូដោយ original អញ្ចឹងបើសិនជាយើងចែកម្លែកអ្វីមួយបានច្បាស់លាស់ខ្ញុំជឿជាក់ថាបងប្អូនអរគ្នានឹងទទួលបានជោគជ័យហើយទទួលបានចំនួន Subscribe កាន់តែច្រើនកាន់តែកើនឡើងពីមួយវីដេអូទៅមួយវីដេអូហើយបើសិនជាយើងជោគជ័យហើយមានអ្នកតាមដានច្រើនហើយអញ្ចឹងទៅថ្ងៃមុខគឺ YouTube នឹងកាន់តែបរុញឲ្យបងប្អូនទស្សនិកជនមើលឃើញកាន់តែច្រើនអញ្ចឹង
ប្រាក់ចំណូលក៏យើងបានច្រើនតាមនឹងដែរសំខាន់ឲ្យតែមានគេតាមដានយើងហើយយើងចែកម្លែកឲ្យបានច្បាស់លាស់នេះហើយគឺជាការងារមួយដ៏ស្របច្បាប់របស់យើងមិនថាពេលដែលយើងមានការងារធ្វើឬក៏យើងអត់ការងារធ្វើទេអញ្ចឹងលើ YouTube នេះគឺឲ្យតែ YouTube នៅតែដំណើរការបើករកលុយជាមួយនឹង YouTube អញ្ចឹងយើងនៅតែអាចរកលុយពីវីដេអូរបស់យើងបានមិនថាពេលណាទេគឺមិនកំណត់ទេបងប្អូនបាទហើយបើសិនជាមានអ្នកតាមដានខ្ទង់100,000នាក់ឬក៏1លាននាក់ទៀតអញ្ចឹងហើយយើងចែកម្លែកបានល្អទៀតនោះខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងអាចរកលុយបានខ្ទង់ពាន់ដុល្លារតែម្ដងបងប្អូនបាទអញ្ចឹងពីដំបូងឡើយយើងអត់មានអ្នក Subscribe អត់ទាន់មានអ្នកតាមដានច្រើនអញ្ចឹងបងប្អូនត្រូវតែព្យាយាមទាំងអស់គ្នាយូរនឹងឆាប់យើងនឹងគង់តែជោគជ័យទេឥឡូវខ្ញុំមកណែនាំបងប្អូនអរគ្នាតើរកលុយតើគេគិតមិនខ្លះក្នុង channel YouTube របស់យើងអញ្ចឹងនេះគឺជាចំនួនទឹកលុយដែលគេដាក់គឺមានតាមកម្មគេបងប្អូនបាទមានតាំងពី40សេន80សេន$1ជាងអីចឹងទៅអញ្ចឹងតាមថ្ងៃតាមខែដែលយើងរកបានហើយនេះជាចំនួនចំណូលពិតប្រាកដពីកម្មវិធីលើទំព័រមើលហ្នឹងអញ្ចឹងយើងបានពីការផ្សាយពាណិជ្ជកម្មបងប្អូនបាទពាណិជ្ជកម្មជាច្រើនគឺមានពាណិជ្ជកម្មផ្សេងជាច្រើននៅក្នុងហ្នឹងបងប្អូនអាចចូលមើលនៅក្នុង YouTube Studio ឬក៏កន្លែងរកប្រាក់នៅកន្លែង YouTube Studio របស់យើងហ្នឹងមានជាច្រើនមានតាំងពី audience របស់យើងនៅប្រទេសណាខ្លះទស្សនានៅវីដេអូរបស់យើងគឺមានបែងចែកនៅក្នុងនោះទាំងអស់អញ្ចឹងធ្វើយើងអាចពិនិត្យមើលយើងអាចធ្វើវីដេអូតាមនឹងបានបងប្អូនបាទនេះការផ្សាយពាណិជ្ជកម្មក្នុងទំព័រមើលនេះគឺ$6ជាងអញ្ចឹងចុងខែនេះគឺតែប្រហែលថ្ងៃទេបងប្អូនបាទខ្ញុំស្នើសុំនេះតែចំនួនថ្ងៃទី20ជាងទៅហើយខ្ញុំស្នើសុំតែគ្រប់គោលការណ៍នេះឥឡូវទើបដាច់ខែបានតែប្រហែលថ្ងៃទេអញ្ចឹងលើខ្ញុំចូលបាន$6ជាងហើយអញ្ចឹងខ្ញុំសង្ឃឹមថាខែក្រោយពេញខែខ្ញុំនឹងអាចបើកលុយពី YouTube បានហើយនេះតើអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់ប៉ុន្មានរយៈពេល28ថ្ងៃចុងក្រោយនេះអញ្ចឹងគឺការផ្សាយពាណិជ្ជកម្មនេះគឺបាន$2.37សេនអញ្ចឹងការចំណាយផ្អែកតាមការចាក់វីដេអូសម្រាប់រាល់ចំនួនមើល1000ដងអញ្ចឹងចំនួនមើល1000ដងគឺយើងទទួលបានតែ$2.37សេនទេអញ្ចឹងបងប្អូនគិតមើលគឺច្រើនណាស់បងប្អូនបាទបើសិនជាឧទាហរណ៍ថាវីដេអូមួយមានអ្នកវីដេអូអ្នកទស្សនាវីដេអូយើង1000នាក់អញ្ចឹង1000នាក់ក្នុងមួយវីដេអូក៏បាន$2ជាងដែរចុះបើសិនជា 10k អីចឹងទៅឬក៏ 20k 30k អីទៅអញ្ចឹងមកវីដេអូហ្នឹងច្រើនណាស់បងប្អូនបាទមកវីដេអូហ្នឹងចូលបើសិនជាគេមើលច្រើនអញ្ចឹងគឺបានលុយច្រើនមែនទែនអញ្ចឹងខ្ញុំយាមទាបងប្អូនអរគ្នាឲ្យខិតខំប្រឹងប្រែងទាំងអស់គ្នាក្នុងការរកលុយជាមួយនឹង YouTube Channel អញ្ចឹងបើសិនជាយើងចាប់ផ្ដើមឲ្យច្បាស់លាស់ទៅខ្ញុំជឿជាក់ថាបងប្អូនអរគ្នានឹងអាចរកលុយបានច្រើនហើយបើសិនជាគេស្គាល់ Channel យើងហើយយើងចែកម្លែកបានល្អទៀតអញ្ចឹងទៅអនាគតបងប្អូនថាគិតថានឹងរកលុយបានច្រើនខ្ទង់ពាន់តែម្ដងហើយខ្ញុំក៏អត់មានច្រើនដែរបងប្អូនបាទខ្ញុំគ្រាន់តែចែកម្លែកបងប្អូនតែប៉ុណ្ណឹងដើម្បីឲ្យបងប្អូនអរគ្នាបានដឹងក្នុងការរកលុយជាមួយនឹង YouTube Channel ហើយអ្នកទស្សនាចំនួន1000នាក់ហ្នឹងតើបានចំនួនប្រមាណអញ្ចឹងបាន$2.37សេនអញ្ចឹងក្នុងការមើល1000ដងអញ្ចឹង1000ដងបាន$2ជាងបងប្អូនបាទចុះបើយើងមើលច្រើនរាប់លានអ្នកទៅយកលុយទៅណាអស់បងប្អូនឃើញទេអាហ្នឹងគឺសំខាន់គឺយើងធ្វើវីដេអូណាដែលមានអ្នកទស្សនាច្រើនដែលចង់ទស្សនាហ្នឹងគឺយើងជ្រើសរើសធ្វើនៅខ្លួនឯងទៅហើយធ្វើវីដេអូណាដែលមិនចេះអស់មិនចេះរីស្ងួតអញ្ចឹងគឺយើងធ្វើគឺយើងនឹងបានលុយច្រើនតែម្ដងហើយ YouTube ក៏យើងគ្រប់គោលការណ៍របស់ YouTube ហើយគឺបងប្អូនមិនបាច់ភ័យទេគឺយើងវីដេអូ original គឺសង្ឃឹម 100% តែម្ដងកុំឲ្យតែយើងយកវីដេអូគេផុសហើយបងប្អូនដែលស្រឡាញ់និងចូលចិត្តខ្ញុំបងប្អូនកុំភ្លេចចុច Subscribe នៅ channel